ជនថ្ងៃនេះគឺមានភ្ញៀវគាត់មើលរកទីតាំងតែម្ដងដែលគាត់ពេញចិត្តជាមួយនឹងម៉ាស៊ីនកិនស្រូវនេះគឺលក្ខណៈខ្នាតធំតែម្ដងមានទាំងយោងផងមានទាំងច្រកចេញអង្គនោះ3ផ្លូវហើយខាងនេះចេញកតួឥឡូវជួបជាមួយនឹងបងស្រីតែម្ដងហើយនេះគាត់មកយកដល់ទីតាំងផ្ទាល់តែម្ដងបងជំរាបសួរបងពេញចិត្តជាមួយនឹងម៉ាស៊ីនហ្នឹងឯងបងចាពេញចិត្តហើយចុះមើលតាមណាដែរបានមកដល់ទីតាំងតែម្ដងហើយកំងទិញតែម្ដងបងខ្ញុំឃើញក្នុងเพจគាត់ផុសលក់ដល់ពេលហើយខ្ញុំឃើញខ្ញុំឆ្លាញ់ម៉ាស៊ីនហ្នឹងក៏មកដល់កន្លែងហ្មងមកមើលដល់កន្លែងហើយឆ្លាញ់ថងណាដែរបងតាក់ទងមួយម៉ាស៊ីនមួយនេះឆ្លាញ់វាកិនអង្គមកបានស្អាតហើយនឹងកតុបានច្រើនបាទអញ្ចឹងកតុចេញមកខាងនេះហើយដល់ពេលអង្គបាទចេញស្អាតដូចបងស្រីបាននិយាយមែនបាទគឺច្រើនខ្លាំងមែនតើហើយចុះបងតាក់ទងជាមួយនឹងមុខរបរធ្វើស្រែហ្នឹងដែរតើបងដាំស្រូវហ្នឹងប្រហែលហិកតាដែរបងខ្ញុំដាំតិចដែរប្រហែលជា2ហិកតា2ហិកតាចាហើយចុះតាក់ទងមួយស្រូវហ្នឹងបងជ្រើសយកពូជស្រូវណាដែរបងខ្ញុំធ្វើរំដួលការរំដួលចាឲ្យទិន្នផលច្រើនមែនបងចាហ្នឹងវាបានថ្លៃហើយនឹងបានផលច្រើនគួរសមគាត់ដាំស្រូវតែ2ហិកតាទេប៉ុន្តែគាត់ជីវជាមួយនឹងម៉ាស៊ីនកិនស្រូវរបស់យើងនេះគឺខ្នាតធំតែម្ដងមិនចឹងបងចាខ្ញុំយកទៅកិនស៊ីឈ្នួលគេដែរហ្នឹងឈ្នួលកិនតាមភូមិនៅណាវិញបងនៅខាងភូមិបើនស្រុកដងតុងខេត្តកពតយើងនេះចាខេត្តអូអញ្ចឹងបងស្រីគាត់នៅខាងខេត្តកពតមានន័យថាគាត់មានការធ្វើស្រែតែ2ហិកតាទេប៉ុន្តែគាត់ទិញម៉ាស៊ីនកិនស្រូវនេះដើម្បីប្រកបអាជីវកម្មមួយមានបងប្អូនដែលគាត់ធ្វើស្រែផ្សេងៗហ្នឹងអាចមកកិនស្រូវនៅកន្លែងបងបានហ៎ចំណេញតាចុះបងតាក់ទងជាមួយនឹងការធ្វើស្រែហ្នឹងដែរចង់សួរបងបន្តិចតើមានបញ្ហាឬក៏មានបច្ចេកទេសណាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ដំណាំស្រូវយើងឬក៏យើងមានបច្ចេកទេសណាដើម្បីទទួលបានទិន្នផលច្រើនបងអាចចែកម្លែកបានទេបងចាធ្វើធម្មតាព្រោះអីនៅនោះវាដីវាជីជាតិល្អអញ្ចឹងយើងដាក់ជីធម្មតាជីលិមួកសត្វហ្នឹងហើយខ្ញុំធ្វើស្រែភាសាធ្វើតែមួយឆ្នាំម្ដងបាទបងអញ្ចឹងមានថាបងនៅខាងកពតអត់មានដាំតរេនទេប៉ុន្តែឆ្លៀតធ្វើស្រែហើយចុះតាក់ទងជាមួយទីផ្សារវិញនៅពេលដែលបងដាំដុះប្រមូលផលជាអង្គចេះបានហើយជ្រក់បីហើយលក់ទៅខាងណាវិញបងខាងឈ្មួញគេចុះមកទិញដល់កន្លែងហ្មងដល់ស្រែហ្មងអញ្ចឹងទីផ្សារអត់ហត់ទេចាអត់ហត់ទេឲ្យតែយើងដល់ខែរដូវច្រូតអញ្ចឹងឈ្មួញគេចុះមកមើលដល់ស្រែហ្មងបាទអរគុណច្រើនបងជូនពរបងទិញម៉ាស៊ីននេះទៅជោគជ័យជាមួយនឹងការប្រកបមុខរបរកសិកម្មបាទអរគុណបងអញ្ចឹងទស្សនិកជនបើមានបំណងចង់ទិញជាមួយនឹងម៉ាស៊ីនកិនស្រូវខ្នាតអាជីវកម្មធំបែបនេះមានទាំងកន្លែងយោងមានកន្លែងចេញកតួកន្លែងចេញកល្អចេញ3ផ្លូវបែបនេះអាចតាក់ទងមកក្រុមហ៊ុនយេឡូនេះតាមរយៈឆាតក៏បានតាមរយៈលេខទូរស័ព្ទក៏បានអរគុណបាយបាយ